សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំលើកយកមុខម្ហូបថ្មីមួយមុខទៀតហើយមកផុសបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យបានឃើញហើយក៏ដឹងអំពីរបៀបនៃការធ្វើរបស់វាផងដែរពុកម៉ែបងប្អូនអ៊ំពូមីងភាគច្រើនតែងតែយកម្រះយកទៅខឬក៏យកទៅស្ងោរឬក៏ធ្វើភ្លាត្រីជាដើមតែដោយឡែកថ្ងៃនេះគឺនាងខ្ញុំយកម្រះដើម្បីយកមកបំពងដាក់ស្នូលប្រហិតវិញម្ដងចង់ដឹងថាតើមានរសជាតិយ៉ាងណាសូមកុំភ្លេចទៅតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាតើពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាមានដឹងដែរឬទេថាផ្លែម្រះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនហើយក៏ល្អសម្រាប់សុខភាពផងដែរជាពិសេសគឺពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលកើតទឹកនោមផ្អែមគួរតែបរិភោគផ្លែម្រះឲ្យបានច្រើនព្រោះផ្លែម្រះអាចជួយកម្ចាត់ជាតិស្ករពុកម៉ែបងប្អូនកុំឲ្យឡើងខ្ពស់បានចំពោះគ្រឿងផ្សំថ្ងៃនេះគឺអត់មានអ្វីច្រើននោះទេគឺនាងខ្ញុំមានប្រហិតត្រីចំនួន3ខាំហើយនិងម្រះចំនួន1ផ្លែធំនាងខ្ញុំក៏ចាប់ផ្ដើមកាត់ម្រះជាកង់ៗដោយដែលពុកម៉ែបងប្អូនបានឃើញស្រាប់បន្ទាប់ពីនាងខ្ញុំកាត់រួចហើយនាងខ្ញុំក៏ឆ្កឹះយកក្របនិងបណ្ដូលផ្នែកខាងក្នុងចេញឲ្យអស់គឺនាងខ្ញុំប្រើស្លាបព្រាយកដងរបស់វាឆ្កឹះម្ដងមួយរហូតដល់តែអស់រួចហើយក៏លាងសម្អាតទឹកចេញម្ដងទៀតបន្ទាប់ពីនាងខ្ញុំបានលាងសម្អាតទឹករួចហើយនាងខ្ញុំក៏យកប្រហិតត្រីមកបៀកត្រង់បណ្ដូលដែលយើងបានឆ្កឹះក្របចេញហើយនាងខ្ញុំក៏ចាប់ផ្ដើមបៀកម្ដងមួយរហូតដល់តែប្រហិតនិងម្រះរបស់នាងខ្ញុំនឹងបានរួចទាំងអស់តែម្ដងជាបន្តមកទៀតគឺនាងខ្ញុំត្រូវបើកភ្លើងដាក់ខ្ទះចាក់ប្រេងឆាទុករហូតដល់តែក្តៅនៅពេលដែលក្តៅហើយទៅបាននាងខ្ញុំចាប់ផ្ដើមដាក់ម្រះដែលមានស្នូលប្រហិតនឹងដាក់ចូលទៅបំពងហើយក៏តម្រៀបវាបង្រាយប្រែឡើងប្រែចុះរហូតដល់តែប្រហិតរបស់នាងខ្ញុំនឹងបានប្រែពណ៌ទៅបាននាងខ្ញុំចាប់ដើមប្រែត្រឡប់មួយចំហៀងទៀតហើយក៏បន្តប្រែត្រឡប់ចុះត្រឡប់ឡើងដើម្បីកុំឲ្យខ្លោចមើលថាម្រះរបស់យើងមានសភាពឆ្អិនល្អហើយទៅបាននាងខ្ញុំចាប់ដើមស្រង់ចេញតែម្ដងចំពោះមុខម្ហូបមួយមុខនេះគឺថាបានឆ្អិនរួចរាល់ជាស្រេចហើយតើពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះមុខម្ហូបមួយមុខនេះហើយពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដាក់ឲ្យនាងខ្ញុំប៉ុន្មានពិន្ទុដែរចំពោះនាងខ្ញុំវិញមុខម្ហូបមួយមុខនេះគឺថាងាយរហ័សហើយថែមទាំងអស់លុយតិចថែមទៀតផងរសជាតិក៏ឆ្ងាញ់គួរសមដែរហើយយើងក៏អាចយកវាមកញ៉ាំជាមួយបាយក៏បានយើងអាចយកវាទៅធ្វើជាគ្រឿងក្លែមក៏បានដែរប៉ុន្តែសូមបញ្ជាក់វាមានរសជាតិល្វីងបន្តិចតែឆ្ងាញ់ហើយយើងក៏អាចបន្ថែមជាមួយនឹងទឹកត្រីកោះកុងពីលើបន្តិចទៀតរឹតតែឆ្ងាញ់ថែមទៀតផងហើយចំពោះវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំក៏សង្ឃឹមថាពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នានឹងជួយគាំទ្ររាល់ការធ្វើវីដេអូបែបលក្ខណៈស្រុកស្រែរបស់នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពូមីងមេទាំងអស់គ្នាដែលខំតាមដានវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ជាចុងក្រោយនាងខ្ញុំក៏សូមជូនពរឲ្យពុកម៉ែបងប្អូនអ៊ំពូមីងមាទាំងអស់គ្នាជួបតែសំណាងល្អនិងមានសុខភាពល្អចាំជួបនាងខ្ញុំនៅវីដេអូថ្មីប្លែកៗបន្តទៀតសូមជម្រាបលា